ในក្នុងវីដេអូនេះគឺបងប្អូននឹងរៀនពី technique នៅក្នុងការធ្វើ text reveal effect បែបនេះនៅលើកម្មវិធី CapCut នៅលើ desktop ហ្នឹងហើយអញ្ចឹងស្វាគមន៍បងប្អូនមកកាន់វីដេអូថ្មីមួយទៀតទាក់ទងទៅនឹងការប្រើប្រាស់កម្មវិធី CapCut នៅលើ desktop ហើយដើម្បីចាប់ផ្ដើមអនុវត្តវីដេអូនេះបានគឺបងប្អូនអាច download វីដេអូគំរូដែលខ្ញុំនឹងដាក់ link នៅក្នុង description ហើយបន្ទាប់ពី download ហើយគឺយើងអាចទាញវីដេអូនេះចូលមកក្នុង CapCut មកហ្នឹងហើយអញ្ចឹងនេះគឺជាវីដេអូគំរូដែលយើងយកមកអនុវត្តអូខេអញ្ចឹងដំណាក់កាលបន្ទាប់យើងទាញវាចូលមកលើ timeline របស់យើងមកអូខេអញ្ចឹងអ្វីដែលយើងចង់ធ្វើគឺយើងចង់ឲ្យអក្សរលេចចេញនៅពីក្រោយម្នាក់ស្រីដែលគាត់ដើរកាត់កាមេរ៉ារបស់យើងណាហ្នឹងហើយអញ្ចឹងដំណាក់កាលដំបូងគឺយើង copy វីដេអូនឹងជាមួយ layer ទៀតជាងអ្នកនរនេះអាចចុចនៅលើ window គឺយើងអាចចុច alt ហើយយើងទាញចុច alt ឲ្យជាប់ហើយយើងទាញ mouse របស់យើងណាអញ្ចឹងយើងនឹង copy វាបានបើសិនជានៅលើ Mac គឺយើងចុច option ឲ្យជាប់ហើយយើងទាញវាហ្នឹងហើយចា៎ហ្នឹងគឺជា shortcut នៅក្នុងការ copyចឹងនៅពេលដែលយើងបាន file នឹងពីរជាន់ហើយគឺដំណាក់កាលបន្ទាប់គឺយើងចុចទៅលើវីដេអូខាងលើនេះរួចយើងចុចទៅលើពាក្យថា remove bg នៅខាងស្ដាំដៃណាហើយយើងអាចចុចលើពាក្យថា auto removal ណាហ្នឹងហើយអូខេចឹងបន្ទាប់ពី remove ហើយអ្នកនាងចុចទៅលើពាក្យថា text ដល់វគ្គដែលយើងដាក់អក្សរម្ដងចឹងយើងចុចលើពាក្យ text default text នេះមកឬយើងវាយអក្សរដែលយើងចង់ដាក់ណាចឹងឧទាហរណ៍ថាខ្ញុំវាយពាក្យថា text reveal ចឹងចុះណាហ្នឹងហើយអ្នកនេះដាក់ជាអក្សរខ្មែរក៏បានដែរណាប៉ុន្តែនេះជាគំរូទេចឹងឧទាហរណ៍ថាខ្ញុំរើស font មួយទៅដែលយើងចង់បានឧទាហរណ៍អូខេចឹងឧទាហរណ៍ខ្ញុំដាក់ប៉ុណ្ណេះអូខេតោះមកខ្ញុំទាញអូខេអញ្ចឹងខ្ញុំមើលកន្លែងណាដែលនេះយើងអាចទាញវាឲ្យពេញសិនក៏បានដែរអីទេ yes បន្តមកខ្ញុំទាញវាមកដាក់នៅខាងក្រោមនេះខាងក្រោមនៅពាក់កណ្ដាលណាហ្នឹងហើយបានន័យថាវាចូលទៅនៅខាងក្រោយម្នាក់ស្រីនេះព្រោះដោយសារតែ layer នេះគឺយើងបានលុប background ចោលហើយអញ្ចឹងវានៅសល់តែមនុស្សទេអូខេអញ្ចឹងដំណាក់កាលបន្ទាប់គឺយើងត្រូវ masking ហ្នឹងហើយអញ្ចឹងអានេះគឺជា technique masking មួយទៀតហើយក៏វាជា exercise សម្រាប់អ្នកនរគ្នាឲ្យយល់ការ masking ហ្នឹងកាន់តែច្បាស់ជាងមុនដែរអញ្ចឹងដំណាក់កាលបន្ទាប់គឺយើងចុចទៅលើ layer អក្សររបស់យើងរួចយើង right click មករួចយើងចុចលើពាក្យថា create compound clip ណាអូខេបន្ទាប់មកយើងចុចទៅលើ layer អក្សរហ្នឹងដដែលតមកយើងចុចមកខាងស្ដាំយើងចុចលើពាក្យ video ចុចលើពាក្យ mask អូខេតមកយើងចុចលើពាក្យថា add mask អូខេបន្តមកលើកនេះគឺយើងប្រើ mask split ណាហ្នឹងហើយអញ្ចឹង split យើងចុចលើពាក្យ split នេះមកបន្តមកយើងបង្វិលវាណាអូខេអញ្ចឹងអ្នកនេះឃើញបង្វិលទៅឃើញវាបាត់ទេ yes អញ្ចឹងកុំទាញទៅខាងនោះយើងទាញទៅកន្លែងដែលវាបាត់អូខេអញ្ចឹងមុននឹងទាញខ្ញុំត្រូវ check មើលសិនថាតើអក្សរយើងវាចាប់ផ្ដើមពីកន្លែងណាអូខេអញ្ចឹងឧទាហរណ៍ថាអក្សរយើងវាចាប់ផ្ដើមពីកន្លែងនេះទៅអូខេអញ្ចឹងខ្ញុំទាញមកចំកន្លែងហ្នឹង yes អូខេបន្ទាប់មកខ្ញុំចុចលើពាក្យkey frame កន្លែងនេះអ្នកនៅខាងស្ដាំដៃនេះណាយើងឃើញគេដាក់អក្សរ add key frame ហ្នឹងមានសញ្ញាបូកហ្នឹងយើងចុចមកបន្ទាប់មកនៅលើ computer keyboard របស់យើងចុចលើសញ្ញាព្រួញខាងស្ដាំណាហ្នឹងហើយចុចម្ដងមួយម្ដងមួយណាអ្នកនរគ្នាចុចមួយហើយយើងទាញណាទាញបដិញតាមមនុស្សដែលគាត់ដើរកាត់ហ្នឹងណាជាងចុចមួយទៀតទាញមួយទៀតចុចមួយទាញមួយចុចមួយទាញមួយហ្នឹងហើយអូខេចុចមួយទាញមួយអញ្ចឹងយើងធ្វើអញ្ចឹងម្ដងតិចរហូតតតែផុតអក្សររបស់យើងយ៉ា sorry
អូខេអញ្ចឹងយើងចុច keyboard នឹងម្ដងហ្នឹងហើយអញ្ចឹងមូលហេតុអីបានយើងចុចសញ្ញាព្រួយនៅលើ keyboard ហេតុអីយើងមិនចុច play ព្រោះយើងចុច play គឺវា play ទៅលឿនហ្នឹងហើយតែបើយើងចុចសញ្ញាព្រួយហ្នឹងគឺវាទៅម្ដងមកកឹកចេះអញ្ចឹងវាងាយស្រួលឲ្យយើង masking ហ្នឹងបាន detail ល្អណាហ្នឹងហើយអញ្ចឹងយើងចុចសញ្ញាព្រួយហ្នឹងហើយយើងទាញទៀតចុចព្រួយទៅស្ដាំទាញហ្នឹងហើយអញ្ចឹងធ្វើអញ្ចឹងរហូតតទៅផុតណាអូខេហ្នឹងហើយអញ្ចឹងខ្ញុំធ្វើពន្លឿនទៅតែម្ដងដើម្បីឲ្យបញ្ចប់ញ៉េចឹងនៅពេលដែលយើងធ្វើដល់បញ្ចប់ហើយយើងអ្នកនេះចុច play មកគឺយើងនឹងឃើញ effect របស់យើងគឺចេញដូចអ្វីដែលយើងចង់បានចឹងអូខេចឹងនេះគឺជា exercise មួយដែលអ្នកនេះអាចយកទៅអនុវត្តបានដើម្បីបង្កើនជំនាញរបស់យើងនៅក្នុងការប្រើប្រាស់កម្មវិធី CapCut នេះហើយនេះគឺជា technique មួយទៀតនៅក្នុងការប្រើប្រាស់ masking ហើយនិង keyframe ផងដែរអូខេចឹងបើសិនជាអ្នកនេះមានចម្ងល់ផ្សេងៗអាច comment សួរនៅខាងក្រោមបានហើយខ្ញុំនឹងឆ្លើយទៅតាមលទ្ធភាពអញ្ចឹងខណៈពេលនេះអរគុណសម្រាប់ការតាមដានទស្សនាវីដេអូនេះហើយយើងនឹងជួបគ្នាម្ដងទៀតនៅវីដេអូក្រោយ